ហេតុអ្វីបានជាបុតឈប់បាញ់នៅអ៊ុយក្រែននិយាយស្រួលជាងធ្វើរុស្ស៊ីប្រឈមមុខនឹងបញ្ហានៃការរក្សាទ្រង់ចូលរួមក្នុងការបញ្ចប់ជម្លោះខណៈពេលដែលការពារផលប្រយោជន៍ផ្ទាល់ខ្លួនដែលប៉ះទង្គិចជាមួយមហិច្ឆតារបស់អាមេរិកហេតុអ្វីបានជាបុតឈប់បាញ់នៅអ៊ុយក្រែននិយាយស្រួលជាងធ្វើរូបថតឯកសារទាហានរុស្ស៊ីបានបាញ់គ្រាប់រ៉ុកែតបូម21 Grad ទៅកាន់ទីតាំងអ៊ុយក្រែនចំពេលប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន Sputnik V Stanislav Kreselnikov ដោយមានការព្រមានថាប្រសិនបើអ្វីគ្រប់យ៉ាងដែលអ្នកចរចាអាមេរិកនិងរុស្ស៊ីកំពុងពិភាក្សានៅពីក្រោយឆាកតាក់ទងនឹងសន្តិភាពនៅអ៊ុយក្រែននោះគេអាចធ្វើការវិតម្លៃសំហេតុផលថាតើអ្វីឈលលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍សាធារណៈដែលធ្វើឡើងមិនត្រឹមតែដោយសហរដ្ឋអាមេរិកនិងរុស្ស៊ីប៉ុណ្ណោះទេប៉ុន្តែក៏មានការដឹកនាំរបស់អ៊ុយក្រែននិងអឺរ៉ុបក៏ដូចជាការលំបាកមួយចំនួនក្នុងការឈានទៅដល់ការដោះស្រាយដោយសន្តិវិធីមន្ត្រីអាមេរិកនិងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាតកាលពីថ្ងៃទី18 ខែកុម្ភៈបន្ទាប់ពីមានការសន្ទនាគ្នារវាងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងសម្ភាគីរុស្ស៊ីលោកវ្លាឌីមៀពូទីនកិច្ចប្រជុំនេះមានរបៀបវារៈទូលំទូលាយដែលហួសពីបញ្ហាអ៊ុយក្រែនហើយអាចយល់បានពីព្រោះចំនួនអ៊ុយក្រែនមាននិស្គលនៅក្នុងគោលនយោបាយសន្តិសុខរបស់អាមេរិកនៅអឺរ៉ុបដែលរុស្ស៊ីបានចាត់ទុកជាការគំរាមកំហែងដល់សន្តិសុខជាតិដូច្នេះដោយជៀសមិនរួចការស្វែងរកដំណោះស្រាយចំពោះជម្លោះត្រូវតែបញ្ចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែមកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីជាទូទៅតាមនោះនៅឯកិច្ចប្រជុំរយេតភាគីទាំងពីរបានឯកភាពចាត់វិធានការដើម្បីធ្វើប្រក្រតីកម្មនៃបេសកកម្មការទូតរៀងខ្លួនហើយដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតលើបញ្ហាភូមិសាស្ត្រនយោបាយនិងសម្រាប់ឱកាសសេដ្ឋកិច្ចនិងការវិនិយោគបន្ទាប់ពីការបញ្ចប់នៃជម្លោះអ៊ុយក្រែនដែលក្រុមកម្រិតខ្ពស់នឹងចាប់ផ្ដើមធ្វើការលើមេឃនេះដើម្បីសម្រេចបាននូវមធ្យោបាយយូរអង្វែងនិរន្តរភាពនិងអាចទទួលយកបានសម្រាប់ភាគីទាំងអស់បន្ទាប់ពីជំនួបរវាងលោក Trump និងលោក Volodymyr Zelensky របស់អ៊ុយក្រែននៅសិទ្ធិវិមានបានប្រែក្លាយទៅជា fiasco គណៈប្រតិភូអាមេរិកនិងអ៊ុយក្រែនបានជួបប្រជុំគ្នានៅទីក្រុងរ៉េតកាលពីថ្ងៃទី11 ខែមីនានៅក្នុងកិច្ចប្រជុំសិទ្ធិវិមានលោក Zelensky បានរក្សាជំហររឹងរូសក្នុងការប្រយុទ្ធជាមួយរុស្ស៊ីដោយបដិសេធមិនទទួលយកការទូតណាមួយដើម្បីបញ្ចប់ជម្លោះជំនួសមកវិញដោយទូតសុំការធានាសន្តិសុខពីសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាតបន្ទាប់ពីសហរដ្ឋអាមេរិកបានរារាំងជាបណ្ដោះអាសន្ននៅការផ្គត់ផ្គង់អាវុធនិងការចែករំលែកព័ត៌មានសម្ងាត់លោក Zelensky បានបោះបង់ជំហររឹងប៉ឹងរបស់គាត់ហើយបានយល់ព្រមលើកឈប់បាញ់ជាបន្ទាន់រយៈពេល30ថ្ងៃជួបអ្នកកក់ក្ដៅនេះជាកន្លែងដែលភាពឈួតលីលាយោធារបស់សហភាពអឺរ៉ុបបានមកពីអានបន្ថែមជួបអ្នកកក់ក្ដៅនេះជាកន្លែងដែលភាពវឹកវរខាងយោធារបស់សហភាពអឺរ៉ុបមកពីសេចក្តីថ្លែងការណ៍រួមដែលចេញក្នុងឱកាសនោះមានការចាប់អារម្មណ៍គោលបំណងគឺដើម្បីអនុម័តបទឈប់បាញ់ភ្លាមដែលជាធម្មតាមានន័យថាវាមិនអាចភ្លាមបានទេព្រោះព័ត៌មានលម្អិតនៃអ្វីដែលចូលទៅក្នុងការរៀបចំបទឈប់បាញ់នឹងត្រូវបញ្ជាក់ឲ្យច្បាស់លាស់យោងតាមសេចក្តីថ្លែងការណ៍រួមសហរដ្ឋអាមេរិកនឹងទំនាក់ទំនងទៅកាន់ទីក្រុងមូស្គូថាបដិវត្តន៍រុស្ស៊ីគឺជាគន្លឹះនៃសន្តិភាពប៉ុន្តែតើការឆ្លើយតបគ្នាក្នុងរយៈពេលណាជាសំណួរវិធីសាស្ត្រដែលបានធ្វើឡើងបង្ហាញថា Zelensky ឥឡូវនេះបានរៀបការយ៉ាងពិតប្រាកដដើម្បីសន្តិភាពប៉ុន្តែថាប្រសិនបើរុស្ស៊ីចង់ពិភាក្សាអំពីលក្ខខណ្ឌដែលតាក់ទងនឹងបទឈប់បាញ់និងជំហានបន្ទាប់ដែលទាមទារដើម្បីសម្រេចបានសន្តិភាពដែលស្ថិតស្ថេរនិរន្តរភាពនិងអាចទទួលយកបានសម្រាប់ភាគីទាំងអស់លោកពូទីននឹងបដិសេធសន្តិភាព